បងប្អូនខាងណាហ្នឹងបាទបងប្អូនបើកវីដេអូនេះគឺបង្ហាញពីវងតកូលអូខេរដូវបុណ្យភ្ជុំបាទគឺបានធ្វើដំណើរមកខេត្តវែងហើយក៏មកជួបជុំបងប្អូនបាទក្នុងវីដេអូដែលខ្ញុំបង្ហាញនេះគឺសុទ្ធសឹងតែបងប្អូនទាំងអស់ដែលការខ្ញុំនៅពីវ័យកុមារហ្នឹងគឺខ្ញុំធ្លាប់រស់នៅជាមួយពួកគាត់រយៈពេលច្រើនឆ្នាំដែរហើយនៅមានបងប្អូនច្រើនទៀតហើយក្នុងវីដេអូហ្នឹងបង្ហាញត្រឹមតែបងប្អូន 30% នៃគេហៅថាខេត្តទាំងមូលខេត្តព្រៃវែងទាំងមូលត្រឹមតែ 30%នៅមានបងប្អូនច្រើនទៀតដែលអត់ដឹងគាត់នៅណាឬក៏ពេលខ្លះខ្ញុំស្គាល់គាត់ពេលខ្លះគាត់អត់ស្គាល់ខ្ញុំក៏មានដែរដោយសារអីពូជពងតកូលខ្សែនៅខាងព្រៃវែងគឺច្រើនមែនតើហើយថ្ងៃនេះគឺសូមបង្ហាញពីការធ្វើដំណើរទៅដល់ខេត្តព្រៃវែងគឺចូលលេងផ្ទះពួកគាត់ហើយទៅវត្តជុំគ្នាពួកគាត់បាំងស្គររួមគ្នាអញ្ចឹងទៅហើយចេញពីភូមិឃុំមួយទៅភូមិឃុំមួយទៀតទៅដល់ទីរួមខេត្តចឹងក្នុងវីដេអូហ្នឹងគឺបង្ហាញច្រើនបាទពីសកម្មភាពបាទដែលបានជួបជុំជាមួយពួកគាត់ហើយសប្បាយរីករាយមែនតើឆ្នាំនេះគឺបានជួបជុំមានច្រើនជាងឆ្នាំមុនហើយសង្ឃឹមឆ្នាំក្រោយៗទៀតនឹងមានឱកាសអាចជួបជុំបងប្អូនបាទច្រើនទ្វេគុណជាងមុនដើម្បីអីឲ្យក្មេងៗជាងគុណនន់ក្រោយហ្នឹងក៏បានស្គាល់ខ្ញុំខ្លះដែរអញ្ចឹងណាក៏មិនថាមើលអត់ស្គាល់ពូអត់ស្គាល់ក្មួយអត់ស្គាល់តានិយាយពីចំណុចតាហ្នឹងទៅដល់ហ្នឹងអើយសបោចៅមែនតើសបោចៅត្រូវជាខ្សែប៉ុន្តែនិយាយចំទៅសបោតែចៅទេហើយអ្នកដែលកំពុង review ហ្នឹងអត់តន់មានគ្រួសារទេអត់ដឹងប្រពន្ធម៉ែមុខទៅណាទេតែចៅរាប់តបហើយអូខេកុំបងអង្គយូរតោះទស្សនាវីដេអូ full ទាំងអស់គ្នាអរគុណ